អប់រំខ្លីស្ដីអំពីកុំមើងងាយមនុស្សសួស្ដីជ័យតាណាវិញកុំហៅខ្ញុំថាបងហៅខ្ញុំថាលោកបណ្ឌិតបងណាបាទសំទោសលោកតាន់ឌិតមិនមែនតាន់ឌិតទេគឺបណ្ឌិតបងស្ដាប់ឲ្យច្បាស់ណាមុនហៅខ្ញុំព្រោះខ្ញុំអត់មានពេលលេងសើចជាមួយបងឯងទេហើយលោកបណ្ឌិតឯងទៅផ្សឹកមែនរួចបងឯងមើលខ្ញុំត្រង់កន្លែងណាដែលថាខ្ញុំទៅតែសឹកហ្នឹងត្រង់ក្បាលលោកបណ្ឌិតអត់មានសក់ហ្នឹងហើយអូមកពីខ្ញុំហ្នឹងគិតច្រើនពេកហើយធ្វើការងារច្រើនទើបបណ្ដាលឲ្យសក់របស់ខ្ញុំហ្នឹងវាមិនគង់វង្សខ្ញុំស្បាតតែក្បាលលោកបណ្ឌិតកំណត់មិនកើតឥឡូវបងកុំនិយាយច្រើនពេកជួយចម្លងខ្ញុំទៅត្រយមកខាងហើយខ្ញុំនឹងឲ្យរង្វាន់បងយ៉ាងគប់ចិត្តអូខេបាទលោកបណ្ឌិតអញ្ជើញឡើងទូកមើលបងនៅអ៊ំទូកខ្ញុំសុំសួរបងមួយសំណួរមើលបាទលោកបណ្ឌិតអញ្ជើញបងមានដែលរៀនគណិតវិទ្យាទេអត់ផងលោកបណ្ឌិតអញ្ចឹងបងឯងកំពុងតែបាត់បង់ជីវិត 20% ចុះបងមានដែលរៀនគីមីវិទ្យាទេអោលោកបណ្ឌិតអើយខ្ញុំមិនដែលរៀនសោះហ៎បងបាត់បង់ជីវិតអស់ 20% ទៀតហើយចុះបងមានដែលរៀនអក្សរសាស្ត្ររូបវិទ្យាចិត្តវិទ្យាអីទេបងអោលោកបណ្ឌិតអើយលោកបណ្ឌិតសូម្បីតែលឺឈ្មោះក៏មិនដែលលឺផងឲ្យខ្ញុំរៀនឯណាបងបាត់បង់ជីវិតអស់ 40% ទៀតសរុបទាំងអស់គឺ 80% អញ្ចឹងបងរស់នៅរាល់ថ្ងៃនៅសល់តែ 20% ទេសម្រាប់ការរស់នៅរបស់បងហ្នឹង 20% មិន 20% មិនសំខាន់ទេសំខាន់ឥឡូវយើងសយធំហើយលោកបណ្ឌិតហើយបងកំពុងកាត់ស្អីលោកបណ្ឌិតសាក់ក្រឡែកមើលក្រោយខ្នងរបស់លោកមើលអូអានឹងខ្យល់ធំណាបងអានឹងមិនមែនខ្យល់ធំទេវាគឺជាព្យុះតែម្ដងលោកបណ្ឌិតឥឡូវមុននឹងព្យុះមកដល់ខ្ញុំសូមសួរលោកបណ្ឌិតមួយសំណួរបានអត់អូសម្រាប់បងខ្ញុំបាក់ឲ្យសួរសេរីសួរអីក៏បានសំណួរគឺថាណែគឺថាតើលោកបណ្ឌិតចេះហែទឹកដែរឬទេបងអើយខ្ញុំមិនមែនជាអ្នកនៅទន្លេទេអញ្ចឹងហែទឹកហែនេះគឺខ្ញុំអត់ចេះទេអញ្ចឹងលោកបណ្ឌិតកំពុងតែចិត្តបាត់បង់ជីវិត 100% ហើយថាម៉េចវាថាម៉េចលោកបណ្ឌិតមិនមើលព្យុះក្រោយខ្នងលោកបណ្ឌិតពេលនេះសក់អាណាក្បាលហ្នឹងហើយ